Ok,បងប្អូនគ្នាថ្ងៃនេះយើងធ្វើការ unboxing នៅប្រភេទ helicopter មួយដែលជាប្រភេទ helicopter មានកាមេរ៉ា function ឬក៏មុខងាររបស់វាដូច drone ហ្នឹងបងប្អូនគ្នាដែលគេឲ្យឈ្មោះថា KY202 helicopter បាទអូខេតោះយើងនឹងធ្វើការ unboxing ទាំងអស់គ្នាហើយហេតុថាតើ helicopter នេះយើងនឹងប្រើប្រាស់វាឬក៏លេងនៃ helicopter នេះដោយរបៀបម៉េចគេចឹងគឺយើងបានបើកប្រអប់មកយើងទទួលបានទី1គឺសភៅណែនាំបាទសភៅណែនាំដូចមាន2នេះគឺជា app ដែលយើងអាច download app ហ្នឹងយកមកប្រើប្រាស់ដើម្បីធ្វើការ connect កាមេរ៉ា helicopter ជាមួយនឹងទូរស័ព្ទដៃរបស់យើងទី2នេះបងប្អូនគ្នាបងប្អូនទទួលបានស្លាបចំនួន2ទូលវីសខ្សែសាកហើយនឹងខ្សែទូសម្រាប់មូលជើងនៃ helicopter បាទនេះជើង helicopter របស់យើងហើយ tele remote control ហើយនៅក្នុង tele នេះគឺមានថ្មដែរបាទថ្ម tele យើងមាននៅក្នុងនោះដែរនេះ helicopter របស់យើងគឺបែបនេះបងប្អូននេះអស់ហើយនៅក្នុងនេះបាទ helicopter របស់យើងនេះគឺស្លាបនេះស្លាបជ័រទេហើយតួរបស់វាក៏តួជ័រដែរប៉ុន្តែជាប្រភេទជ័រស្វិតបងប្អូនបានឃើញអញ្ចឹងថា helicopter នេះគឺតួវាគឺស្វិតមាំហើយអ្វីដែលជាចំណុចពិសេសនៃ helicopter នេះគឺមានភ្លើង LED នៅតាមកន្ទុយរបស់វាទៀតបាទ helicopter នេះគឺយើងអាចបញ្ជាការចុះកាច់ឡើងបានហើយវាមានប្រព័ន្ធទប់លំនឹងបាទមានថាវាអាចហោះសំកាំងខ្លួនបានអូខេឥឡូវយើងធ្វើការបើកនៃ helicopter តែម្ដងអូខេមុននឹងដល់ខ្ញុំនឹងសូមចាប់ជើងនៃ helicopter បន្តិចសិនបងប្អូនយើងមួយចំនួនប្រហែលជាចង់ដឹងថាតើអាខ្សែនេះគេយកមកដើម្បីអីនេះខ្សែនេះច្រើនហើយនេះបាទខ្សែទូនេះគឺដើម្បីចាប់ជើង helicopter បងប្អូនគ្នានេះជើង helicopter របស់យើងគឺយើងចាប់អញ្ចឹងមកចាប់អញ្ចឹងមកបាទបាទយើងដាក់ចេះបានវាស៊ុបល្អអូខេបន្តមកទៀតយើងបើក tele មកនៅពេលយើងបើក tele គឺ helicopter នេះគឺវាស្គាល់គ្នាតែម្ដងអូខេសម្រាប់ការប្រើប្រាស់យើងមុនប្រើយើង reset វាបន្តិចសិន reset អានេះទាញចេះមកបាទហើយមានមុខងារជាច្រើនបងប្អូនគ្នាមុខងារជាច្រើនមុខងារនេះគឺមុខងារ sensor ការពារបុកប៉ះបាទខ្ញុំបិទវិញមុខងារនេះមុខងារលឿនទី2លឿនទី1បាទមុខងារនេះអូតូហោះមុខងារនេះអូតូចុះចតមុខងារនេះគឺ reset បាទយើង reset drone ណាបាទមុខងារនេះគឺយើងថតកាមេរ៉ាថតវីដេអូនិងថតជារូបភាពបាទមុខងារនេះបិទភ្លើងយើងលេងយើងបិទភ្លើងទៅដើម្បីកុំឲ្យវាស៊ីថ្មខ្លាំងពេកហើយមុខងារប្រមាណនេះមិនអាចចាំខ្វល់របស់វាទេបងប្អូននេះអានេះមុខងារសម្រាប់ប្រឆាំងសម្រាប់ប្រយុទ្ធអីផ្សេងមកចាំមានទេដោយសារតែយើងលេងតែឯងអូខេការបច្ឆេះគឺបច្ឆេះដូចដ្រូននេះរុញទៅលើគឺបច្ឆេះទីមកក្រោមគឺអលុតអូខេបងប្អូនទាំងគ្នាអញ្ចឹងយើងនឹងធ្វើការ testing ហោះទាំងអស់គ្នាបាទយើងធ្វើការ testing ហោះទាំងអស់គ្នា